សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅថ្ងៃនេះនៅថ្ងៃច័ន្ទនៅឡើយទេយប់ថ្ងៃច័ន្ទទី25ខែឧសភាឆ្នាំ2026មកនៅសហរដ្ឋអាមេរិកដែលឡែកនៅក្នុងប្រទេសកម្ពុជាគឺថ្ងៃអង្គារទៅហើយទី26ខែឧសភាឆ្នាំ2026ដែរណាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺនៅថ្ងៃនេះជាថ្ងៃគេថា Memorial Day នៅសហរដ្ឋអាមេរិកនេះគឺទិវារំលឹកគុណយុទ្ធជនជាពិសេសយុទ្ធជនដែលបានពលីហើយលោកប្រធានាធិបតី Donald Trump បានឧទ្ទិសថ្ងៃនេះគឺទៅដល់យុទ្ធជនរបស់សហរដ្ឋអាមេរិកចំនួន13រូបដែលបានពលីជីវិតនៅក្នុងសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយព័ត៌មានទី2នេះគឺព័ត៌មានក្តៅតែម្ដង breaking news ដែលមុននេះបន្តិចគឺខាងបញ្ជាការកណ្ដាលបានឲ្យដឹងថាខ្លួនបានបើកការវាយប្រហារទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់នៅក្បែរច្រក Hormuz ដែលជាការវាយការពារខ្លួនតែប៉ុណ្ណោះគឺมันបានធ្វើឲ្យខូចខាតទៅដល់កិច្ចព្រមព្រៀងច្បាញ់គ្នាឬក៏ការចរចាការទូតដែលកំពុងតែកើតមាននេះទេហើយព័ត៌មានទី3នេះគឺជាការផ្សាយរបស់កាសែតនៅខាងអ៊ីស្រាអែលបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu បានសារភាពប្រាប់ជំនួយការរបស់លោកថាលោកមិនមានឥទ្ធិពលអ្វីខ្លាំងប៉ុន្មានទេទៅលើលោកប្រធានាធិបតី Donald Trump នៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់លើកនេះដោយសូម្បីតែនៅក្នុងការចរចាលើកទី1រហូតដល់សម្រេចបានបទជប់បាញ់គ្នានោះក៏អត់មានការផ្ដល់មតិអីចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលដែរហើយព័ត៌មានទី4ដែលជាព័ត៌មានចុងក្រោយនេះគឺមិនមែននៅសហរដ្ឋអាមេរិកទេគឺនៅខាងប្រទេសអ៊ុយក្រែននៅថ្ងៃនេះគឺរុស្ស៊ីបានចេញការព្រមានឲ្យស្ថានទូតអន្តរជាតិនានាចាក់ចេញពីទីក្រុងគៀវដោយរុស្ស៊ីត្រៀមវាយប្រហារបន្ថែមទៀតហើយក្នុងខណៈពេលដែលទីក្រុងគៀវបាននិយាយថាកុំចាញ់សូមទូតបរទេសកុំចាញ់សម្លុតខាងរុស្ស៊ីធ្វើអ្វីបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងមកសម្រាប់ជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺនៅសហរដ្ឋអាមេរិកគេថាជាថ្ងៃដែលរំលឹកទៅដល់គុណយុទ្ធជនពលីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិនៅសហរដ្ឋអាមេរិកនេះហើយនៅថ្ងៃនេះបើតាមសេចក្តីរាយការណ៍នេះគឺលោកប្រធានាធិបតី Donald Trump លោកបានឧទ្ទិសដល់កិត្តិយសទៅដល់យុទ្ធជនទាំង13រូបរបស់សហរដ្ឋអាមេរិកដែលបានពលីជីវិតនៅក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅប្រទេសអ៊ីរ៉ង់បាទគឺលោកបានឆ្លៃបែបនេះនៅក្នុងពេលដែលចូលប្ររពនៅឯទីកន្លែងបញ្ចុះសពយុទ្ធជនដែលមិនមានស្គាល់ឈ្មោះនៅទីនោះបាននៅក្នុងទីក្រុង Arlington រដ្ឋ Virginia ដែលនៅឆ្លើងទន្លេម្ខាងពីរដ្ឋធានី Washington តែប៉ុណ្ណោះគឺនៅក្បែរគ្នានឹងលោកប្រធានាធិបតីបានមានប្រសាសន៍នៅថ្ងៃទី25នេះថាគឺយើងបានបាត់បង់បាទទីហ៊ានដ៏អស្ចារ្យរបស់យើងចំនួន13រូបបាទពួកគេអស្ចារ្យណាស់ហើយជាមនុស្សពិសេសផងដែរបាទលោកប្រធានាធិបតីក៏បានដាក់កម្រងផ្កាទៅលើភ្នូរយុទ្ធជនដែលមិនបានដឹងឈ្មោះបាននៅកន្លែងបញ្ចុះសពយុទ្ធជននៅក្នុងរដ្ឋ Virginia នោះផងដែរនេះគឺជាការធ្វើពិធីប្រចាំឆ្នាំណាពិធីវានេះគឺធ្វើឡើងប្រចាំឆ្នាំដើម្បីរំលឹកទៅដល់យុទ្ធជនរបស់សហរដ្ឋអាមេរិកដែលពលីដើម្បីប្រទេសជាតិហើយយុទ្ធជនទាំង13រូបដែលលោកប្រធានាធិបតីផ្ដល់កិត្តិយសជូននៅថ្ងៃនេះគឺបានពលីជីវិតដែលស័ក្តិសមនឹងណាស់ហើយបាទក្នុងខណៈពេលដែលឥឡូវនេះគឺសង្គ្រាមដែលសហរដ្ឋអាមេរិកចូលប្រឡូកជាមួយនឹងអ៊ីស្រាអែលនៅប្រទេសអ៊ីរ៉ង់ហ្នឹងគឺបាទមិនទាន់បានឈានទៅដល់ទីបញ្ចប់ពិតប្រាកដនៅឡើយទេគឺនៅតែកំពុងតែរកវិធីដើម្បីបញ្ចប់ហើយសហរដ្ឋអាមេរិកគឺមកដល់ពេលនេះតាមសេចក្តីរាយការណ៍ដឹងថាបានចំណាយថវិកាអស់ប្រមាណជា$29,000,000,000សហរដ្ឋអាមេរិកហើយ
បាទសម្រាប់សង្គ្រាមនេះដែលធ្វើឲ្យប្រជាប្រិយភាពលោកប្រធានាធិបតីបានធ្លាក់ចុះហើយពលរដ្ឋអាមេរិកជាច្រើនបានប្រឆាំងនឹងសង្គ្រាមនេះបាទលោកប្រធានាធិបតី Donald Trump បានថ្លែងថាអ្នកទាំងអស់នោះគឺបានពលីជីវិតដោយមានតម្លៃក្នុងការធ្វើយ៉ាងណាដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឲ្យមានអាវុធនុយក្លេអ៊ែរបានឡើយដូច្នេះការពលិកម្មរបស់អ្នកទាំងនោះគឺមានតម្លៃខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិកនិងមនុស្សជាតិព័ត៌មានទី2នេះគឺជាព័ត៌មានក្តៅតែម្ដងមកដល់ពេលនេះគឺទើបតែចេញបានជាង1ម៉ោងមុនទេដែលសារព័ត៌មានធំផ្សាយនោះគឺបានឲ្យដឹងថាបាទជាង1ម៉ោងគឺនៅថ្ងៃច័ន្ទទី25ខែឧសភាណាដែលនៅកម្ពុជាទៅជាថ្ងៃអង្គារទី26ខែឧសភាណាព័ត៌មានក្តៅតែម្ដងគឺបានឲ្យដឹងថាសហរដ្ឋអាមេរិកយោធាសហរដ្ឋអាមេរិកបានវាប្រហារទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ដែលនៅជិតច្រក Hormuz បាទហើយបើយោងតាមអ្នកនាំពាក្យរបស់យោធារបស់សហរដ្ឋអាមេរិកនោះបានឲ្យដឹងថាសកម្មភាពដែលសហរដ្ឋអាមេរិកទាហានសហរដ្ឋអាមេរិកបាញ់ទៅវិញនេះគឺជាសកម្មភាពការពារខ្លួនតែប៉ុណ្ណោះ act of self defense បាទគឺការពារខ្លួនតែប៉ុណ្ណោះគឺបើតាមលោកឧត្តមលោកសំទោសវីរៈសម្បត្តិទីបានលោកអនុសេនីយ៍ឯកបាទលោកខាងមេបញ្ជាការខាងទាហានជើងទឹកបាទគឺលោក Tim Hawkins ដែលជាអ្នកនាំពាក្យរបស់ខាងបញ្ជាការកណ្ដាលបាទបញ្ជាការកណ្ដាលបានថ្លែងថាការវាយប្រហារនោះគឺបាទជាការមួយការពារខ្លួនទេគឺមានការបាញ់មីស៊ីលបាទគឺមកសម្ដៅទៅលើសហរដ្ឋអាមេរិកអញ្ចឹងហើយគឺសហរដ្ឋអាមេរិកបានបាញ់ទៅលើគោលដៅនោះឡើងវិញបាទហើយនឹងទូករបស់អ៊ីរ៉ង់ដែលបាទព្យាយាមមកដាក់មីនអញ្ចឹងគឺសហរដ្ឋអាមេរិកគឺបានបាញ់ទៅលើគោលដៅបាញ់មីស៊ីលហើយនឹងទូកការវាយប្រហារនេះគឺធ្វើឡើងនៅតំបន់ Bandar Abbas បាទនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ដែលនៅជិតច្រក Hormuz បាទនេះបើយោងតាមមន្ត្រីការពារជាតិបានប្រាប់ឲ្យដឹងហើយមិនទាន់មានការប្រកាសណាមួយថានឹងមានការផ្លាស់ប្ដូរណានៅឡើយទេពាក់ព័ន្ធជាមួយនឹងបទជបាញ់ដែលបណ្ដោះអាសន្នដែលកំពុងតែមានជាធរមាននេះដែលបានចូលជាធរមានតាំងពីថ្ងៃទី8ខែមេសាហើយបើយោងតាមលោក Hawkins ដែលជាអ្នកនាំពាក្យនោះបានបញ្ជាក់ថាគឺបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកនៅតែបន្តការពារកងកម្លាំងរបស់សហរដ្ឋអាមេរិកក្នុងគណៈពេលដែលរក្សាការអត់ធ្មត់បាទដោយស្របទៅតាមបទជបាញ់គ្នាបាទអញ្ចឹងដូច្នេះបើយោងតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មានរបស់អ៊ីរ៉ង់វិញបានឲ្យដឹងថាគឺមានឮសូរសំឡេងផ្ទុះបាទនៅក្នុងទីក្រុង Bandar Abbas ហើយនៅតំបន់នៅតាមឆ្នេរសមុទ្រនៅក្បែរច្រកនោះផងដែរបាទគឺអ៊ីរ៉ង់គាត់ថាគឺមានសម្លេងផ្ទុះនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទអញ្ចឹងដូច្នេះការចរចាគឺកំពុងតែកើតមានឡើងជិតនឹងសម្រេចបានទៅហើយណាប៉ុន្តែរឿងកើតឡើងនេះផ្សេងមួយទៀតបើព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែលដែលបានរាយការណ៍នៅថ្ងៃច័ន្ទនេះបាទថ្ងៃច័ន្ទនេះឲ្យដឹងថាគឺនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោកបេនយ៉ាមីន នេតានយ៉ាហ៊ូបានប្រាប់អ្នកដែលជាចំណិតរបស់លោកនៅក្នុងកិច្ចសន្ទនាដោយឯកជនមួយថាគឺអ៊ីស្រាអែលបានមានសមត្ថភាពតិចតួចណាស់នៅក្នុងការជះឥទ្ធិពលទៅលើលោកប្រធានាធិបតី Donald Trump ដែលត្រូវធ្វើការសម្រេចចិត្តនានាជាមួយនឹងអ៊ីរ៉ង់នៅក្នុងការចរចាដែលលោកប្រធានាធិបតីបានចាប់ផ្ដើមដើម្បីដោះស្រាយបញ្ហាសង្គ្រាមដែលបានអូសបន្លាយអស់រយៈពេលជិត3ខែមកហើយនេះបើយោងតាមប្រភពចំនួន2ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters អត្ថាធិប្បាយរបស់លោក Netanyahu នេះកើតមានឡើងគឺបានមន្ត្រីនេះនិយាយថាគឺកើតមានឡើងដោយផ្នែកជាច្រើននោះគឺដោយសារតែនៅពេលដែលមានកិច្ចព្រមព្រៀងជប់បាញ់គ្នាការលើកនេះដែលពេលនេះកំពុងតែនៅមានជាស្ថិរមានហ្នឹងគឺសហរដ្ឋអាមេរិកមិនបានពិភាក្សាអ្វីទៅលើជាមួយនឹង
អ៊ីស្រាអែលនោះទេបាទគឺអ៊ីស្រាអែលមិនបានចូលរួមនៅក្នុងការសម្រេចចិត្តនោះទេបាទហើយចាប់តាំងពីថ្ងៃសៅរ៍មកលោកប្រធានាធិបតី Donald Trump ក៏បាននិយាយថាអាចនឹងមានបទជប់បាញ់គ្នានៅក្នុងពេលឆាប់ៗនេះផងដែរគឺជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់បាទលោកប្រធានាធិបតីប្រកាសអញ្ចឹងហើយបាទគឺប៉ុន្តែអ៊ីរ៉ង់វិញក៏ថាកុំអាលសិនគឺមិនទាន់មានអ្វីជាដុំកំភួនដែលអ៊ីរ៉ង់នឹងសម្រេចបាននៅឡើយទេគឺឥឡូវនេះគឺភាគីទាំងពីរនៅតែមិនទាន់ឯកភាពគ្នាទៅលើបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាទដែលសហរដ្ឋអាមេរិកចង់ឲ្យរំលាយហើយខាងអ៊ីរ៉ង់គាត់ទាមទារឲ្យលើកលែងទណ្ឌកម្មសិនបាទទណ្ឌកម្មជាពិសេសការបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់នឹងសិនមុននឹងការនិយាយពីនុយក្លេអ៊ែរក៏ដូចជាធ្វើយ៉ាងណាឲ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមនៅការវិប្រយុទ្ធនៅក្នុងប្រទេសលីបង់ទាំងមូលតែម្ដងជាពិសេសការដែលអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើក្រុមហេសបូឡាលោកនេតានយ៉ាហ៊ូគឺបានទាមទារសិទ្ធិនៅក្នុងការបន្តប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងពីមុខព្រួញជាច្រើនក្នុងនោះមានការវាយប្រហារទៅលើក្រុមហេសបូឡាដែលប្រទេសអ៊ីរ៉ង់គ្រប់គ្រងផងដែរបាទប៉ុន្តែគាត់ក៏មិនបានដឹងអំពីអ្វីទៅជាកិច្ចការទាមទាររបស់ខាងអ៊ីរ៉ង់ជាលម្អិតនោះទេបាទគឺបើសិនជាអ៊ីរ៉ង់គាត់យកបញ្ហាដែលឲ្យអ៊ីស្រាអែលទៅបញ្ឈប់ការវាយប្រហារនៅលីបង់ទាំងស្រុងជាពិសេសទៅលើក្រុមហេសបូឡានោះគឺប្រហែលជាអាចនឹងធ្វើឲ្យមានការខ្វែងគំនិតគ្នាអាចនឹងធ្វើឲ្យខូចខាតទៅដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនេះមន្ត្រីរបស់អ៊ីស្រាអែលម្នាក់ដែលបាននិយាយប្រាប់សារព័ត៌មានហើយបានដឹងអំពីការសន្ទនាគ្នាជាឯកជនរបស់លោកនេតានយ៉ាហ៊ូជាមួយនឹងអ្នកមនុស្សចំណិតនោះបាននិយាយថាលោកនេតានយ៉ាហ៊ូគឺបានសម្ដែងនឹងការព្រួយបារម្ភពីលើអំពីកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់កំពុងតែព្រមព្រៀងជាគេថាជាក្របខ័ណ្ឌគឺ MOU រវាងប្រទេសទាំងពីរនេះគឺអ៊ីរ៉ង់គាត់បានស្នើមកឲ្យសហរដ្ឋអាមេរិកបានព្រមព្រៀងក៏ប៉ុន្តែមិនទាន់មានការចុះហត្ថលេខាជាផ្លូវការនៅឡើយទេហើយអ៊ីស្រាអែលគាត់បារម្ភថាបើសិនជាព្រមតាម MOU នេះគឺអាចនឹងមានការខាតបង់ប្រយោជន៍ហើយនឹងអាចមានផលប្រយោជន៍កេងចំណេញទៅដល់ទៅឲ្យប្រទេសអ៊ីរ៉ង់ទៅវិញទេបាទនៅពេលដែលអ្នកសារព័ត៌មានព្យាយាមតាក់ទងទៅខុទ្ទកាល័យរបស់លោកនេតានយ៉ាហ៊ូដើម្បីសុំការអធិប្បាយបន្ថែមអំពីសេចក្តីរាយការណ៍ដែលថាលោកនេតានយ៉ាហ៊ូត្អូញត្អែថាมันអាចមានឥទ្ធិពលអ្វីមកលើសហរដ្ឋអាមេរិកនោះគឺខុទ្ទកាល័យរបស់លោកមិនទាន់បានឆ្លើយតបនៅឡើយទេបាទព័ត៌មានទី4ជាព័ត៌មាននៅប្រទេសអ៊ុយក្រែននេះណាបាទគឺនៅថ្ងៃច័ន្ទនេះខាងរុស្ស៊ីបានចេញការព្រមានបន្ថែមទៀតដោយឲ្យអង្គទូតបរទេសចាក់ចេញពីទីក្រុងគៀវដោយសារតែរុស្ស៊ីឥឡូវនេះកំពុងតែរៀបចំបើកការវាយប្រហារជាប្រព័ន្ធតែម្ដងជាបន្តបន្ទាប់បាទទៅលើទីក្រុងគៀវដែលឲ្យបានទទូចឲ្យបាទជនបរទេសឬក៏ស្ថានបេសកកម្មបរទេសហ្នឹងគឺចាក់ចេញពីបាទទីក្រុងគៀវបាទនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយក្រសួងការពារជាតិរបស់ខាងក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថាការវាយប្រហារហ្នឹងគឺជាការមួយឆ្លើយតបទៅនឹងការដែលខាងអ៊ុយក្រែនបាទអ៊ុយក្រែនវាយប្រហារទៅលើអន្តេវាសិកដ្ឋាននៅក្នុងទីក្រុងតំបន់លូខាន់ដែលពេលបច្ចុប្បន្ននេះគឺរុស្ស៊ីជាអ្នកគ្រប់គ្រងបាទអញ្ចឹងខាងរុស្ស៊ីក៏ថានេះគឺជាគេថាចំណុចចុងក្រោយហើយដែលអ៊ុយក្រែនវាយប្រហារទៅលើរុស្ស៊ីហើយរុស្ស៊ីអត់ធ្មត់យូរហើយឥឡូវនេះគឺរុស្ស៊ីទៅតែបើកការវាយប្រហារជាប្រព័ន្ធមកលើទីក្រុងរបស់អ៊ុយក្រែនវិញបាទដោយឡែកខាងអ៊ុយក្រែនវិញបានបញ្ជាក់ថាសូមកុំឲ្យអង្គទូតបរទេសហ្នឹងបាទចាញ់ការសម្លុតរបស់ខាងរុស្ស៊ីធ្វើអ្វីបាទពីព្រោះអីបាទអ៊ុយក្រែនមិនបានវាយប្រហារទៅលើអន្តេវាសិកដ្ឋាននោះទេហើយនេះជាលេសរបស់រុស្ស៊ីនៅក្នុងការវាយប្រហារទៅលើបាទទៅលើប្រទេសអ៊ុយក្រែនជាពិសេសទៅលើរដ្ឋធានីរបស់អ៊ុយក្រែនតែម្ដងបាទហើយនៅថ្ងៃច័ន្ទនេះគឺអង្គទូតបរទេសនានានៅក្នុងទីក្រុងគៀវហាក់ដូចជាប្រឆាំងនឹងការព្រមាន
របស់រុស្ស៊ីនេះបាទដែលបានចូលរួមនៅក្នុងពិធីមួយទៅពិនិត្យមើលទីកន្លែងនានានៅក្នុងទីក្រុងគៀវដែលរងការវាយប្រហាររបស់រុស្ស៊ីក្នុងកាលពីប្រហែលថ្ងៃមុននេះបាទនេះជាព័ត៌មានសំខាន់ៗដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណប្រិយមិត្តណាដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទ